នេះគឺជា tablet កូនកាត់កុំព្យូទ័រនិងកូនកាត់ទូរស័ព្ទគឺវាអាចប្រើប្រាស់បានទាំង3យ៉ាងហើយវាគឺ Audio Cube Ultra Pad វាមាន speaker 8គ្រាប់លើពីរោះរងំ screen វិញធំ13 inch ហើយកម្រិតបង្ហាញរហូតដល់144 Hz មានមុខងារ AI ចំនួន40មុខងារនៅក្នុងនេះចង់បកប្រែភាសាក៏បានចង់សង្ខេបអត្ថបទក៏បានចង់សួរវាអីក៏វាដឹងដែរនៅ AI ក្នុងនេះគឺវាឆ្លាតមែនទែនសម្រាប់អ្នកអត់ចេះភាសាអីគឺមានអានេះត្រូវហើយថ្មធំ 15000 mAh មិនបាច់ហត់នៅក្នុងការសាកថ្មទេហើយមើលបិចគេផងការគូគឺ smooth ល្អមែនទែនសម្រាប់អ្នកគូគំនូរគូអីគឺត្រូវហើយក៏វាអាចផ្ទេរឯកសារពីទូរស័ព្ទទៅកាន់ tablet ដោយកុំព្យូទ័របានហើយវាមានមុខងារ PC mode ប្រើប្រាស់កម្មវិធីកុំព្យូទ័របានមួយជីវិតពេញតែម្ដងគឺថាមានអាមួយនេះមួយប្រើប្រាស់បានរហូតដាក់ SIM ទេចេញចូលបានដូចទូរស័ព្ទអញ្ចឹងហើយកម្រាស់វិញត្រឹមតែ 7.6 មីលីម៉ែត្រទេស្ដើងហើយមុខងារជាច្រើនបានបង្កប់នៅក្នុងនេះហើយឥឡូវយើងទៅលម្អិតពីវាបន្ថែមទៀតគឺបើសិនជាដាក់លើតុអញ្ចឹងហើយធ្វើការអញ្ចឹងគឺអែមមែនតើល្អសម្រាប់តែអ្នកដែលគាត់ចង់ទិញ tablet មួយដឹងមួយប្រើប្រាស់បានយូរណាហើយអេក្រង់គេក៏ធំកាមេរ៉ាគេក៏ធំដែរខាងមុខមានកាមេរ៉ាចំនួន5 megapixel ខាងក្រោយមានកាមេរ៉ា13 megapixel អញ្ចឹងវាល្មមក្នុងការថតរូបហើយមើលការដែលគេដាក់ភ្ជាប់ជាមួយនឹងខេសរបស់គេល្អមែនតើហើយមុខងារ AI ដែលគេបាននិយាយហើយនេះជាបន្ទុក N22 ដែលវាទាញបានច្រើនចែកអេក្រង់បានច្រើនពី3អីគឺថាมันជាបញ្ហាទេយើងអាចបើកឯកសារកចោលបាននេះជា spec របស់វាដែលគេបានដាក់នៅលើហ្នឹងហើយកម្រិតបង្ហាញរបស់វាគឺ 2.8K ណាគឺច្បាស់ល្អមែនតើហើយនេះ PC mode ណាអាចប្រើប្រាស់ជាកុំព្យូទ័របានហើយមាន license Microsoft Office មួយជីវិតតែម្ដងបាទពីសារការទៅគឺថាมันឲ្យបងប្អូនខុសបំណងទេបាទស័ក្តិសមជាមួយនឹងអ្នកដែលគាត់ចូលចិត្តការថ្លៃថ្នូរ civilize អញ្ចឹងហើយមើលការ tapping បាទល្អ smooth ល្អមែនទែននិយាយទៅគឺចង់ដកវាចេញក៏បានចង់យកវាទៅភ្ជាប់ជាមួយទូរទស្សន៍ធំអញ្ចឹងក៏បានបាទដើម្បីបង្ហាញរូបភាពហើយ AI ជាង40មុខអញ្ចឹងវាកប់ហើយប៉ុណ្ណេះយើងឆ្ងល់អីសួរថាទូរស័ព្ទសួរថា tablet ទៅគឺវាឆ្លើយបានចង់បកប្រែចង់សង្ខេបចេញមកខាងក្រៅជាអត្ថបទជារឿងជាអីហ្នឹងស័ក្តិសមជាមួយនឹង director ដែរតែគាត់ជាអ្នកសរសេររឿងអ្នកដឹកនាំរឿងអីក៏ត្រូវដែរកាមេរ៉ាគេរូបភាពថតចេញមកច្បាស់តែម្ដងគេក៏មានជាមួយនឹងដុំសាកកម្លាំង33វ៉ាត់មកផងដែរ RAM គេ 12GB storage រហូតដល់ 256GB ហើយមិនត្រឹមតែប៉ុណ្្នឹងយើងអាច extend បានរហូតដល់ 1T អស្ចារ្យមែនទេហើយនេះឯងគឺជាព័ត៌មានទាំងមូលរបស់ Audio Cube Ultra Pad នេះអញ្ចឹងបើសិនជាលោកអ្នកមានចំណាប់អារម្មណ៍អាចតាក់ទងមកសារការ Cambodia បានសូមអរគុណសូមជម្រាបលាបាទគ្រាន់តែទិញអីវ៉ាន់ណាមួយមិនថាអស់1រៀល2រៀលឡើងទេទាំងអស់គ្នានឹងមានឱកាសឈ្នះរង្វាន់ពីសារិកាជារៀងរាល់ខែហ្មងដែលថារង្វាន់ធំមានដូចជាទូរស័ព្ទដៃឬក៏ tablet ជាដើមនេះទាំងអស់គ្នាពេលដែលទិញហើយកុំភ្លេច save បងនេះទុកនិយាយទៅបងឬក៏បានធានានេះយើងនឹងចាប់តាមរយៈលេខ invoice អូខេ